ในปรึกថ្ងៃទី22ខែមិថុនាឆ្នាំ2025លោកស៊ិនវ៉ាន់វុតអភិបាលនៃគណៈអភិបាលស្រុកសណ្ដាននិងលោកស្រីដែលជាអភិបាលរងនៃគណៈអភិបាលស្រុកបានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ Word Excel ចំនួនទី3ចំនួន125នាក់ស្រី75នាក់បាទនៅក្នុងពិធីនេះគឺប្រព្រឹត្តទៅនៅក្នុងវត្តអិនជិតហៅវត្តក្រាំងដើមស្ថិតនៅក្នុងភូមិក្រាំងដើមឃុំងនស្រុកសណ្ដានខេត្តកំពង់ធំបាទហើយអញ្ជើញជាអធិបតីផ្សេងមានព្រះអង្គសទ្ធាបារមីសៀងសុខព្រះមេគុណខេត្តកំពង់ធំលោកដែលជាអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំនិងមន្ត្រីរាជការបងប្អូនគ្រូក្មួយបងប្អូនសិស្សានុសិស្សដែលត្រូវមកទទួលវិញ្ញាបនបត្រហើយនឹងលោកយាយលោកតាដែលជាពុទ្ធបរិស័ទនៅចំណុះវត្តក្រាំងដើមនេះផងដែរដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនោះបាទក្រោយគណៈអធិបតីអញ្ជើញដល់លោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដានក៏ដូចជាគណៈអធិបតីបានអញ្ជើញអុជធូបនិងថ្វាយផ្កាជូនព្រះពុទ្ធបដិមាបាទដែលជាតំណាងឲ្យព្រះពុទ្ធព្រះបរមគ្រូនៃយើងបាទដើម្បីធ្វើការបួងសួងសុំនៅសេចក្តីសុខសេចក្តីចម្រើនបាទហើយនឹងថ្វាយផ្កាក៏ដូចជាដុតនៅទៀនបាទបំភ្លឺដោយដែលបងប្អូនបានឃើញហើយបាទគឺដុតទៀនបំភ្លឺបាទនៅចំពោះមុខព្រះរតនត្រ័យបាទមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាដើមបាទហើយយើងឃើញថាពិធីនេះបាទមានការអញ្ជើញចូលរួមបាទជាអធិកធម៌បាទហើយក្រោយពេលធ្វើការអុជធូបរួចព្រះអង្គបាទក៏បានធ្វើការជាយន្តោបាទថ្វាយសពសាតុការបាទជូនគណៈអធិបតីដែលបានចូលរួមនៅក្នុងពិធីនេះបាទហើយក្នុងនោះលោកអភិបាលរងបានចូលរួមអុជធូបបាទនិងថ្វាយផ្កាជូនចំពោះបាទព្រះពុទ្ធព្រះបដិមាបាទដែលតំណាងឲ្យព្រះសម្មាសម្ពុទ្ធនៃយើងបាទក៏ដូចជាបងប្អូនតីរាជការបាទកងកម្លាំងបាទក៏បានចូលរួមបាទធ្វើការអុជធូបក្នុងពិធីនោះផងដែរបាទហើយអ្នកកាន់កម្មវិធីក៏បានបន្តបាទដំណើរការនៅកម្មវិធីជាបន្តបន្ទាប់បាទដែលយើងបានឃើញហើយបាទដែលព្រះអង្គបាទព្រះសទ្ធាបារមីសៀងសុខបាទដែលជាព្រះមេគុណខេត្តកំពង់ធំព្រះអង្គបានមានសង្ឃដីកាមួយចំនួនចំពោះលោកប្រធានគណៈអធិបតីបាទក្រៅពីនោះបាទបន្ទាប់មកទៀតក៏យើងមានពិធីគោរពភ្លេងជាតិបាទនៃព្រះរាជាណាចក្រកម្ពុជាផងដែរបាទពីព្រោះជាគ្រប់ពេលវេលាបាទនៃពិធីអង្គប្រជុំយើងតែងតែមានពិធីគោរពបាទភ្លេងជាតិក៏ដូចជាទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទគឺมันអាចខានបានទេបាទมันអាចចោលបានទេបាទហើយនេះគឺក្មួយក៏ដូចជាបងប្អូនសិស្សានុសិស្សបាទដែលបានចូលរួមនៅក្នុងកម្មវិធីនេះក៏ដូចជាលោកយាយលោកតាបាទដែលជាអាណាព្យាបាលរបស់ក្មួយបងប្អូនក៏ដូចជាសិស្សានុសិស្សបាទដែលត្រូវមកចូលរួមនៅដែលទទួលយកវិញ្ញាបនបត្រនៅវេលាព្រឹកនេះបាទក្នុងនោះលោកសុតភួយបាទដែលជាប្រធានក្រុមប្រឹក្សាឃុំងនក៏បានធ្វើការបាទរាយការណ៍បាទធ្វើរបាយការណ៍បាទរាយការណ៍អំពីស្ថានភាពភូមិសាស្ត្របាទមួយចំនួននៅក្នុងឃុំងនក៏ដូចជាបញ្ហាតាក់ទងទៅនឹងមូលហេតុនៃការរៀបចំបាទពិធីនេះឡើងបាទដើម្បីផ្ដល់ជូននៅវិញ្ញាបនបត្របាទវិជ្ជាការសិក្សាថ្នាក់
Word Excel ចំនួនទី3បាទជូនដល់ក្មួយៗបងប្អូនសិស្សបាទដែលសិក្សាផ្នែកកុំព្យូទ័របាទ Word Excel បាទហើយលោកមេឃុំក៏បានរាយការណ៍អំពីសកម្មភាពការងារនិងប្រធានបទបាទដែលត្រូវរៀបចំនៅពិធីនេះបាទនៅពេលព្រឹកនេះជូនគណៈបតីក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គលោកគង់នឹងបានជ្រាបបាទហើយក្នុងវត្តនេះក៏យើងឃើញដែរបាទមានអ្នកលក់ដូរច្រើនបាទនៅក្នុងបរិវេណវត្តបាទឃើញថារីកចម្រើនណាស់បាទវត្តតាំងពីយើងឃើញថាមានការរីកចម្រើនច្រើនបាទមានសមិទ្ធផលច្រើនហើយក្នុងនោះលោកអភិបាលនៃគណៈអភិបាលស្រុកក៏បានឡើងធ្វើរបាយការណ៍បាទទាក់ទងនឹងសកម្មភាពការងារមួយចំនួនបាទពិសេសលោកអភិបាលក៏បានមានមតិស្នេហ៍សំណាលមួយចំនួនទាក់ទងទៅនឹងការរីកចម្រើនបាទក៏ដូចជាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងស្រុកសណ្ដានក៏ដូចជាតាក់ទងទៅនឹងសភាពការបាទមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិក៏ដូចជាធ្វើការជំរុញលើកទឹកចិត្តដល់មួយបងប្អូនសិស្សនិស្សិតធ្វើយ៉ាងណាកាត់ខំប្រឹងប្រែងរៀនសូត្រដើម្បីក្រេបយកចំណេះដឹងដើម្បីយកចំណេះដឹងទាំងអស់ហ្នឹងទៅប្រើប្រាស់ដើម្បីឲ្យមានប្រយោជន៍បម្រើសេចក្តីត្រូវការទី1គឺបម្រើផលប្រយោជន៍សម្រាប់ខ្លួនឯងទី2សម្រាប់គ្រួសារហើយសំខាន់ខាងក្រោយទៀតគឺសម្រាប់ជួយបាទដឹកនាំក៏ដូចជាទ្រទ្រង់ប្រទេសជាតិយើងបាទដើម្បីឲ្យប្រទេសជាតិយើងពោពេញទៅដោយទំពាំងស្នងសីក៏ដូចជាធនធានមនុស្សល្អសម្រាប់ជួយអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើនបាទបន្តមកទៀតបាទលោកអភិបាលនៃគណៈបាលស្រុកក៏បានបកគលបាទជូននៅវិញ្ញាបនបត្របាទបញ្ជាក់ការសិក្សាជូនទៅដល់បដិជគុណប្រសង់ដែលព្រះអង្គបានចូលរួមសិក្សានៅក្នុងវគ្គកុំព្យូទ័រនេះផងដែរបាទហើយព្រះអង្គមិនថាតែពុទ្ធចក្រឬអាណាចក្រទេបាទគឺត្រូវតែផ្សះផ្សាភ្ជាប់នឹងគ្នាទៅវិញទៅមកបាទគឺពុទ្ធចក្រនិងអាណាចក្រมันអាចអត់មួយណាបានទេបាទគឺផ្សារភ្ជាប់គ្នាទៅវិញទៅមកបាទដើម្បីចូលរួមលើកស្ទួយនៅធនធានមនុស្សក៏ដូចជាផ្ដល់នៅចំណេះដឹងបាទផ្សេងបាទតាមរយៈពុទ្ធចក្រតាមរយៈអាណាចក្របាទដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាពីព្រោះប្រទេសជាតិរបស់យើងគឺយកប្រកាន់យករបបព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងរវាងអាណាចក្រនិងពុទ្ធចក្រគឺយើងត្រូវតែផ្សារភ្ជាប់គ្នាបាទទាំងផ្លូវលោកក៏ដូចជាផ្លូវធម៌បាទហើយពិតជាមានគេហៅថាមោទនភាពដែរបាទសម្រាប់វត្តអិនចិត្តក៏ដូចជាវត្តក្រាំងដើមបាទបើតាមដឹងបាទនៅក្នុងស្រុកសណ្ដានបាទគឺមានតែវត្តអិនចិត្តហើយវត្តក្រាំងដើមនេះទេបាទដែលមានជំនាញបណ្ដុំបណ្ដាលកុំព្យូទ័រច្រើនជាងគេបាទបើប្រៀបធៀបជាមួយវត្តផ្សេងមិនថានេះទេបាទវត្តផ្សេងក៏មានដែរប៉ុន្តែគាត់ថាតិចជាងនៅវត្តអិនចិត្តនៅវត្តក្រាំងដើមដែលព្រះអង្គចាតិកាបដិជគុណវនឡនដែលជាចាតិកាវត្តក្រាំងដើមព្រះអង្គខិតខំខ្នះខ្នែងបាទជំជ្រែងបាទនឹងផ្ដល់នៅចំណេះដឹងសម្រាប់ក្មួយបងប្អូនសិស្សនិស្សិតមិនថាតែប្រសង់មិនថាតែគ្រហស្ថទេបាទឲ្យតែចង់បាននៅចំណេះដឹងផ្សេងគឺព្រះអង្គអាចផ្ដល់ជាមេរៀនអាចបង្រៀនឬក៏ផ្ដល់ជាបទពិសោធន៍ផ្សេងឬក៏ចំណេះដឹងថ្មីផ្សេងបាទហើយក្នុងនោះលោកអភិបាលរងនៃគណៈបាលស្រុកក៏បានប្រគល់ជូននៅវិញ្ញាបនបត្រផងដែរទៅដល់ក្មួយបងប្អូនសិស្សនិស្សិតបាទនៅក្នុងកម្មវិធីនេះបាទដើម្បីមួយបងប្អូនសិស្សនិស្សិតបាទយកវិញ្ញាបនបត្រទាំងអស់នេះទៅប្រើប្រាស់តាមអ្វីដែលបងប្អូនអាចប្រើប្រាស់បានបាទហើយទន្ទឹមនឹងនេះផងដែរបាទយើងឃើញថាប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទ
បាទចូលរួមយ៉ាងច្រើនកកកនៅក្នុងពិធីនេះផងដែរបាទមិនថាតែក្មួយៗបងប្អូនសិស្សានុសិស្សទេបាទនៅក្នុងអង្គពិធីនេះមានតំណាងអាណាព្យាបាលបាទលោកយាយលោកតាបាទដែលចូលរួមនៅក្នុងកម្មវិធីនេះដែលពួកគាត់សុទ្ធតែជាពុទ្ធបរិស័ទបាទចំណុះជើងវត្តបាទអនុជិតនៅវត្តក្រាំងដើមនិងបងប្អូនលោកយាយតាដែលមកពីបណ្ដាវត្តផ្សេងបាទហើយលោកប្រធានកែឡាយអប់រំក៏បានផ្ដល់ជូននៅវិញ្ញាបនបត្រដែរបាទជូនដល់ក្មួយបងប្អូនដែលចូលរួមវគ្គសិក្សាបាទលោកមេឃុំក៏បានផ្ដល់ជូននៅវិញ្ញាបនបត្រសម្រាប់ក្មួយបងប្អូនដែលបានបញ្ចប់បាទវគ្គសិក្សាបាទដែលទទួលបានវិញ្ញាបនបត្រនៅក្នុងថ្ងៃនេះបាទហើយពិតជាមានសេចក្តីសោមនស្សសប្បាយរីកបាទនឹងមានមោទនភាពដែលក្មួយបងប្អូនសិស្សានុសិស្សបាទដែលខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យបាទមួយកម្រិតដូចថ្ងៃនេះអញ្ចឹងបាទគឺបងប្អូនទទួលបាននៅវិញ្ញាបនបត្របញ្ចប់ការសិក្សាវគ្គ Word Excel កុំព្យូទ័របាទវគ្គ Word Excel ចំនួនទី3បាទដែលមានសរុបចំនួន123នាក់ដោយថ្ងៃនេះបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងបាទសូមអរគុណ